ស្អីគេនឹងសេកាយហ្នឹងចាជំរាបសួរបងថ្លៃងាប់អញហ៎ទៅធ្វើការនៅជប៉ុនរាប់ឆ្នាំអីមកវិញស្អីសល់តែកៅមួយស្បងហ្នឹងដឹងចឹងតដែរមិនដឹងទៅធ្វើការនៅជប៉ុនរកអាចស្អីទេការងារនៅស្រុកខ្មែរនេះមកកណោមិនធ្វើណែអញធ្វើតែការងាររោងចក្រប្រាក់ខែមួយខែ3-400ចាយមិនអស់ផងហ៎ហើយមើលការស្លៀកពាក់អន់ជាងអញអ្នកនៅស្រែផងបងឥឡូវធូរធានណោះមានលុយពីណាជីទៀតអូនចាបងដល់យូរហើយអូនដល់យូរហើយបងហើយបងឯងសុខសប្បាយអត់បងថ្លៃទៅណាបាត់ហើយបងហើយឥឡូវបងឯងធូរធាននេះមានលុយទិញឡានជីទៀតអូប្រពន្ធបងទៅសាឡនបាត់ហើយចាំមើលផ្លូវខ្លួនឯងមួយថ្ងៃហ្នឹងហើយឥឡូវចូលទៅអង្គុយលេងសិនណាអូនចាបងខ្ញុំមកសម្រាប់ផ្ទះបងឯងបានតាមមួយយប់នឹងទេព្រោះអីនឹកម៉ែហ៎ប្រញាប់ទៅវិញហើយបងឯងមកនៅខាងប្រពន្ធអញ្ចឹងសម្របខ្លួនបានអត់បងអូមិនអីទេទៅលេងម៉ែទៅព្រោះអីម៉ែតែមកបងថានឹកខ្លួនឯងដែរហ្នឹងមានអីអូនស្រុកគេស្រុកយើងអីដូចគ្នាហ្នឹងរស់យូរទម្លាប់អីស្អីគេនឹងសេកាយហ្នឹងចាជំរាបសួរបងថ្លៃងាប់អញហ៎ទៅធ្វើការនៅជប៉ុនរាប់ឆ្នាំអីមកវិញស្អីសល់តែកៅមួយស្បងហ្នឹងដឹងចឹងតដែរមិនដឹងទៅធ្វើការនៅជប៉ុនរកអាចស្អីទេការងារនៅស្រុកខ្មែរនេះមកកណោមិនធ្វើណែអញធ្វើតែការងាររោងចក្រប្រាក់ខែមួយខែ3-400ចាយមិនអស់ផងហ៎ហើយមើលការស្លៀកពាក់អន់ជាងអញអ្នកនៅស្រែផងបងថ្លៃនៅស្រុកគេមិនប្រកាសថាបានប្រាក់ខែថ្លៃណាហើយណាមួយប្រាក់ខែខ្ញុំបើកមកផ្ញើឲ្យម៉ែអស់ហើយខ្ញុំក៏មិនមែនជាអ្នកលេងក្អៅលួចឆាយអីដែរបងហើយបើដឹងចឹងតដែរទៅធ្វើការនៅស្រុកគេរកអាចឆ្កែស្អីដែរបើធ្វើហើយគ្មានសល់ស្អីក្នុងខ្លួនតដែរអូនមិនក៏និយាយស្ដីឲ្យប្អូនចឹងប្អូនគេស្លៀកពាក់ចឹងវាសមរម្យរបស់គេហើយនិយាយចឹងថ្ងៃហ្នឹងប្អូនគេនៅសម្រាប់នឹងមកយប់កុំភ្លេចធ្វើម្ហូបធ្វើអីផងមហូបស្អីដេកស្អីផ្ទះប្រពន្ធសបកក្តាមហ្នឹងដេកកន្លែងណាណែវត្តមានកន្លែងទំនេរឲ្យដេកច្រើនណាស់និយាយចេញមកភ្លើអីប្អូនក៏មកឲ្យទៅដេកនៅវត្តអត់អីទេបងកុំឲ្យបងទាំងពីរឆ្លោះគ្នាខ្ញុំទៅផ្ទះវិញទាំងយប់ក៏បានដែរបងទៅមិនកើតអូនល្ងាចស្មានហ្នឹងហើយហ្នឹងមានតាក់ស៊ីណារត់ទៅតាក់ស៊ីគេរត់មកជប់បោះព្រឹកមកយាយប្តីពុន2នាក់នេះប្តីលក់អត់ទេគេសួរអ៊ំទៀតហើយណាហ្នឹងហើយអ៊ំនិយាយចឹងដីខ្ញុំពីណាគេទិញអ៊ំគេហ៊ានឲ្យថ្លៃមែនទេអ៊ំមិនដឹងដែរតែឮគេថាបងប្អូនអានទឹកឯងបងប្អូនខ្ញុំពីណាគេទេអ៊ំមិនដឹងដែរតែដីហ្នឹងលក់អត់ទេបើមិនលក់អ៊ំទេប្រាប់គេវិញលក់តាអ៊ំលេខបានថ្លៃប៉ុណ្ណឹងហើយអត់លក់អ្ហ្មិចបើលក់អ៊ំចាំទេប្រាប់គេអញ្ចឹងអ៊ំទៅសិនហើយចឹងបាទអ៊ំបាទអ៊ំចានេះយើងតែប៉ុណ្ណឹងគ្រប់ទឹកហើយអូនអ៊ំហើយចុះឯណាអ្នកមកទិញដីនេះយូរមែនអ៊ំអើយគេមកដល់ឡូវហើយប្រញាប់ទៅណាទេពីណាគេបងប្អូនឯងវិញចង់ឃើញមុខដល់អូនោះបងអូនមកហើយនោះបងជំរាបសួរសុខសប្បាយអត់ស្អីគេអ្នកទិញដីមានលុយដែរច្រឡំអី30000ណាបងមែនទេអ៊ំប្អូនស្រីបកើតខ្ញុំតើគ្នាមានលុយណាមកទិញដី3-4ម៉ឺននោះអើយអ៊ំមកច្រឡំទេមើលលុយណាអាចចំនួនលុយសុទ្ធមែនតាហើយពាក់សុទ្ធតែមាសបងកាពិតទៅខ្ញុំមិនមែនជាអ្នកមានលុយអីច្រើនទេប៉ុន្តែខ្ញុំទៅស្រុកគេនេះខ្ញុំរីកខ្ញុំថាំពេលដែលខ្ញុំមកពីជប៉ុនវិញខ្ញុំក៏បានត្រៀមលុយខ្លះទុកមកជួយបងតែប្រពន្ធបងនេះមើលងាយខ្ញុំមិនសំចៃមាត់ហ្មងខ្ញុំដឹងថាបងឯងលក់ដីនេះដើម្បីយកលុយប្រើប្រាស់ចាត់ទុកថាខ្ញុំទិញដីបងឯងនេះជួយបងឯងចុះបងអរគុណប្អូនច្រើនហើយដែលប្អូនជួយបងហើយបងសុំទោសជំនួសប្រពន្ធបងផងថ្មីត្បិតតែគ្នាមាត់ដាច់មែនតែគ្នាក៏មិនចិត្តអាក្រក់ដែរ
ណែអញទៅសើមីអូននេះទៅធ្វើការស្រុកគេបានលុយមកជួយបង ហ្នឹងហើយសិកាឲ្យបងសុំទោសដែលបងណាមើងងាយអូនឯងត្រឹមតែសម្បកក្រៅមកពីបងហ្នឹងណាឃើញអូនឯងនេះមកពីស្រុកគេហើយទៅស្រុកគេរាប់ឆ្នាំហើយមកវិញធ្វើដូចមិនមានសល់អីក្នុងខ្លួនសោះបងក៏ជ្រុលមាត់បន្តិចទៅ មិនអីទេបងយើងសិតតែជាបងប្អូនពុះម៉ែតែមួយឯងណែបង សូមអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនបើសិនជាពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយ like និង share ម្នាក់មួយផងជួបគ្នានៅវីដេអូកំសាន្តក្រោយៗទៀត